ដែលរៀនគណិតវិទ្យាគឺ interaction this one for equation នៅក្នុងកន្លែងនេះគឺបានន័យថាជាសមីការ differential តែអូខេអញ្ចឹងយ៉ាយើងទៅមើល content របស់គ្នាតើវាមានអីខ្លះអាហ្នឹងសភៅនេះខ្ញុំតិចតបានមើលណាអូខេអាចជាពុនឲ្យតំព័ន្ធអញ្ចឹងឥឡូវយើងមើលទៅមើល content របស់គ្នាហើយ this អូខេcontent វារៀងពិបាកមើលបន្តិចណាស់នេះគឺ for the នេះ content អស់នេះរៀងពិបាកមើលបន្តិចវាស្អី detail ច្រើនពេកនេះ this ប៉ុន្តែអូខេនៅវាមាន Laplace មាន several application discussion ឥឡូវអូខេអញ្ចឹងយើងទៅមើល chapter 1 ហ្មងទៅ introduction to differential equation នេះគឺគេមាននេះ field and graph អីហើយ essential concept and the formula បើណាកម្រិតគឺកន្លែងនេះគឺណារបស់ហ្នឹងគឺអាចយកទៅបាទថ្នាក់ទី12បានណាបាទដំណើរទៅទី12ថ្នាក់នៅខ្មែរយើងណាអូខេអញ្ចឹងបាទនេះគឺជាអ្នកប្រាជ្ញមានលោក Euler ហើយលោកតែ Isaac Newton លោក Leibniz ហើយនឹងក៏លោក Isaac Newton ក្នុងឆ្នាំ1642និងឆ្នាំ1727អូខេអញ្ចឹងគឺនេះហើយតោះនេះគឺញញអ្នកអាចរៀនទី12ទៅហើយពីមកមើលកន្លែងម្ដុំហ្នឹងទៅគឺដឹងហើយអត់ចូលហើយពុកបំនឹងអ្នកអាចចេះអង់គ្លេសណាគឺអូខេគាត់ល្អមែនតើហើយនេះអូខេនេះកន្លែងនេះគឺសម្រាប់ទី12អាចយកទៅបាទរៀនបានហើយសុំមើលពីចង់គេ detail គេចង់មិនចង់ប្រាប់វាមិនណាប៉ុន្តែវារៀងលំអិតណាអូខេព្រោះនៅក្នុងខ្មែរយើងគឺក្នុងសភៅពុំគឺតែរូបមន្តហើយអាចដោះស្រាយលំហាត់នឹងធ្វើលំហាត់អញ្ចឹងទៅដោយសារតែគេមិនដាក់ជាភាពរញ៉ៃច្រើនគេមិនចង់ detail ច្រើនអញ្ចឹងអានេះគឺហួសនឹងខុសកម្រិតប៉ុន្តែនៅមើលទៅអត់អីអូខេនេះដំណឹងធ្វើទៅបាត់តែគេសរសេរប្រភេទ day array អ៊ុយនេះហ្នឹងគឺបាទនៅពេលನಾವುរៀនទៅដឹងថាវារបស់ហ្នឹងគឺងាយទេគាត់តែការសរសេរគឺការ notation ហ្នឹងគឺខុសគ្នាអូខេ underground differential តើចេះ underground សិនណាអូខេអញ្ចឹងនេះច្រើនហើយសារខ្ញុំក៏លេចមើលដូចជាឃើញលំហាត់ច្រើនល្អច្រើននេះលំហាត់យកទៅធ្វើយកដាក់អនុវត្តទៅបាទប្រឡងទី12កុំភ័យរៀនសមីការ differential ពីព្រោះវាចេះអត់ពិបាកទេបាទអូខេ Fractionis អូខេដល់ពេលហួសហ្នឹងទៅដល់ពិបាកបន្តិចណាស់នេះបាទនេះគឺសមីការ differential អូខេហើយសមីការ differential ទីបានតើតើជាមួយនឹងអូខេវ៉45 43ហើយ differential equation from calculus to dynamic the system អូខេ second edition របស់នៅវិស័យអញ្ចឹងក្នុងកន្លែងនេះគឺ introduction ដូចគ្នាវាស្តីជាមួយនឹងអាសភៅហ្នឹងហើយបាទអូខេអញ្ចឹងសិក្សាទៅខ្ញុំនាំអរគ្នាទៅមើល content this អូខេនេះ content គឺល្អមែនតើនេះគឺ basic គេចង់និយាយថាលំដាប់នៃសមីការ differential ហើយតើស្អីគេជាចម្លើយស្អីគេជាប្រព័ន្ធសមីការអញ្ចឹងហើយនឹងគ្រួសារនៃចម្លើយផ្ទៀងផ្ទាត់លក្ខខណ្ឌហ្នឹងហើយអញ្ចឹងដល់ពេលក្រោយទៀតនឹងពិបាកអញ្ចឹងដល់ពេលថ្នាក់ទី12យើងអាចធ្វើថា first ឬក៏ second edition បាទអត់សំទោស second ordinary order differential equation ទៅតាមអីប៉ុន្តែយើងមិនមែនទៅទាំងអស់ដែរយើងសង្ខេបយកកន្លែងខ្លះតែតាក់ទងជាមួយនឹងសភៅគោលរបស់ក្រសួងអប់រំយុវជននិងកីឡារបស់យើងបាទនេះដល់ខូច
អូខេចឹងដល់ពេលខ្ញុំក៏លេចឃើញមកត្រួតវាកំហិតបាទល្អដែរបាទតែខ្ញុំមិនដឹងថាម្ដុំណាទេតែមានបាទចឹងអូខេខ្ញុំចឹងអូខេចឹងខ្ញុំអាប់ដេតជូនសង្ខេបជូនអូខេ good day bye bye